ថ្ងៃទី13ខែមេសានេះត្រូវជាថ្ងៃ Demode ឬក៏យើងហៅថាថ្ងៃផ្លាស់ប្ដូរដែលយើងប្រើនៅក្នុងការលាងសូយលាងនៅធម្មពលអវិជ្ជមានផ្ទះឬបុគ្គលបានល្អប្រសើរចំពោះការលាងសូយផ្ទះយើងអាចបោសសម្អាតរៀបចំនៅរបស់របរដែលយើងឈប់ប្រើប្រាស់ឲ្យមានរបៀបរៀបរយរបស់ណាដែលយើងឈប់ប្រើប្រាស់មានលក្ខណៈនៅថ្មីយើងអាចបរិច្ចាគជាទានកាន់តែល្អប្រសើរចំពោះការលាងសូយបុគ្គលរៀងខ្លួនយើងអាចកាត់សក់ក្រចកបរិច្ចាគជាទានបរិច្ចាគជាឈាមឬក៏យើងអាចប្រើជាអំបិលឬក៏សេកនេះនៅក្នុងការលាងសូយលាងនៅធម្មពលអវិជ្ជមានភាពសូយស្រេះស្មុគស្មាញកាន់តែល្អប្រសើរសម្រាប់ការលាងសូយនៅថ្ងៃនេះផ្ទាល់យើងអាចធ្វើបានពេញមួយថ្ងៃកុំឲ្យហួសម៉ោង12យប់ក្នុងករណីដែលយើងចង់បានពេលវេលាល្អដើម្បីឲ្យការលាងសូយរបស់យើងកាន់តែមានប្រសិទ្ធភាពថែមទៀតយើងអាចប្រើម៉ោង11ទៅម៉ោង3ថ្ងៃត្រង់និងមួយវេនទៀតម៉ោង5ទៅម៉ោង7យប់សម្រាប់ការលាងសូយនៅថ្ងៃនេះផ្ទាល់សូមធ្វើឲ្យបានទាំងអស់គ្នាដើម្បីត្រៀមខ្លួនក្នុងឱកាសចូលឆ្នាំខ្មែរប្រពៃណីជាតិទាំងអស់គ្នាជូនពរសំណាងល្អ